បងប្អូនបើសិនជាបងប្អូនភ្លេចពាក្យសម្ងាត់ Gmail ដែលបងប្អូនកំពុងតែប្រើបងប្អូនអាចចូលទៅឆែកមើលដោយខ្លួនឯងបានងាយៗនៅក្នុង Setting ឬក៏ការកំណត់នៅក្នុងទូរស័ព្ទដៃរបស់បងប្អូនទាំងអស់គ្នា Setting បន្ទាប់មកបងប្អូនអូនទៅក្រោមរហូតឃើញពាក្យថា Google ពេលឃើញបែបនេះបងប្អូនទៅជ្រើសយកសេវាកម្មទាំងអស់បន្ទាប់មកអូនទៅក្រោមបន្ទាប់មកជ្រើសយកពាក្យថាបំពេញស្វ័យប្រវត្តិជាមួយ Google បន្ទាប់មកបងប្អូនចុចកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ Google បន្ទាប់មកបងប្អូនត្រូវជ្រើសរើសយកពាក្យថា google.com បន្ទាប់មកស្កែនក្រយៅដៃឬក៏បញ្ចូលពាក្យសម្ងាត់បើកសោទូរស័ព្ទបងប្អូនទាំងអស់គ្នាបន្ទាប់មកឃើញបែបនេះបងប្អូនចុចសញ្ញារូបភ្នែកមនុស្សនេះនឹងឃើញលេខកូដសម្ងាត់បងប្អូនទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាបើគិតថាវីដេអូនេះល្អសម្រាប់បងប្អូនកុំភ្លេចចុច Subscribe អ្នកមួយផងអរគុណច្រើនជួបគ្នាវីដេអូចែករំលែកលើក្រោយៗទៀតបាយបាយ